នេះមកលេងសៀមរាបច្រើនដងប៉ុន្តែប្រាសាទនេះជឿថាភាគច្រើនមានអ្នករំលងអត់ងាយបានមកដល់ហ្នឹងឯងគិតថាអត់មានអីលេងអញ្ចឹងណាតែសំណង់ប្រាសាទនៅស្អាតខ្លះបាក់បែកខ្លះនេះគឺប្រាសាទភ្នំក្រោមចុះបើសិនជាយើងឡើងមកដល់លើកំពូលហ្នឹងមានវត្តអារាមមានប្រាសាទនៅលើហ្នឹងហើយបងប្រជាការពារខាងនៅលើហ្នឹងដែរពេលមកដល់ទេសភាពល្ងាចឡើង the best ហ្មងព្រោះមកដល់នេះពេលថ្ងៃលិចគឺស្អាតខ្លាំងយើងអាចមើលគុណគយមើលទេសភាពទៅខាងនៅខាងឆ្វេងដៃមានយើងអាចឃើញបឹងទន្លេអាចឃើញទន្លេសាបទន្លេសាបទាំងមូលនេះប្រាសាទមកទៅខាងនោះឃើញទន្លេសាបមកខាងនេះមានទិដ្ឋភាពនេះវងល្វយស្អាតមែនទែនកែនន្ទីកាឈូកកាកតាហ្នឹងខ្លាំងតែខ្ញុំនាំទៅមើលខាងនោះទៅមើលទន្លេសាបហើយចម្លាក់អនុស្សាវរីយ៍ខ្លះហើយពួកគាត់កំពុងតែជួសជុលនាំទៅមើលទន្លេសាបប្រាសាទនៅលើភ្នំក្រោមនេះអូឡើងមកដល់នេះចង់ផុតដែរបាំងនេះតែធម្មតានោះទន្លេសាបនោះតែឥឡូវហ្នឹងព្រៃដុះបិទចិត្តហើយនេះនោះទន្លេសាបនៅខាងនោះអញ្ចឹងវាមកដល់នេះយើងដើរមើលទស្សនាប្រជុំទៅមើលខាងនេះទៀតឆាត់ឃើញទន្លេសាបដោយសារវាព្រៃវាដុះចិត្តនេះទេសភាពមនុស្សច្រើនតានេះអញ្ចឹងគួរតែនាំគ្នាមកលេងឲ្យបានច្រើនព្រោះនៅនេះថ្ងៃរីកស្អាត